ទឹកភ្នែកម្ដាយរំភើបកូនប្រុសច្បងកម្ពុជាតារាចម្រៀងមេងកែវពេជ្រចិន្តាត្រឡប់ពីបារាំងសម្រាប់ចិត្តសាងភ្នោះប៊ូសងគុណម្ដាយទស្សនិកជនជាទីមេត្រីទឹកភ្នែកនៃការឈឺចាប់អាចនឹងហូរឆាប់រហ័សប៉ុន្តែទឹកភ្នែកនៃការរំភើបជំនួសនិងមោទនភាពក្នុងនាមជាអ្នកម្ដាយម្នាក់គឺពិតជាកម្រនឹងស្រក់ចុះណាស់លុះត្រាតែរឿងនោះប៉ះចំក្រអៅបេះដូងពិតៗបន្ទាប់ពីឃ្លាតឆ្ងាយទៅសិក្សានៅប្រទេសបារាំងអស់រយៈពេលដល់ទៅ5ឆ្នាំពេញលោកមេងពេជ្ររតនៈដែលជាកូនប្រុសច្បងបណ្ដូលចិត្តរបស់រាជិនីសំឡេងមេងកែវពេជ្រចិន្តាបានវិលត្រឡប់មកវិញមិនមែនត្រឹមតែនាំយកចំណេះដឹងមកជួបជុំគ្រួសារនោះទេតែលោកបានធ្វើរឿងមួយដែលធ្វើឲ្យអ្នកម្ដាយរំភើបចិត្តរហូតនិយាយលេងចង់ចេញនោះគឺការលះបង់សក់ក្រងច្បងជីវរសាងភ្នោះប៊ូសងគុណតើទស្សនវិជ្ជានេះមានភាពរំជួលចិត្តកម្រិតណាសូមស្វាគមន៍មកកាន់ Channel នីកា Info នាងខ្ញុំនឹងនាំលោកអ្នកទៅតាមដានរឿងរ៉ាវដ៏កក់ក្ដៅមួយនេះលំអិតដូចតទៅជម្រាបសួរប្រិយមិត្តទស្សនិកជនដែលកំពុងតាមដាន Channel នីកា Info ទាំងអស់គ្នាជាទីនឹករលឹកថ្ងៃនេះនាងខ្ញុំសូមលើកយកនៅព័ត៌មានសិល្បៈដែលពោពេញទៅដោយគំរូភាពដ៏ល្អភាពកក់ក្ដៅនិងសេចក្តីកតញ្ញូមកជម្រាបជូនលោកអ្នកប្រិយមិត្តទស្សនិកជនអ្នកគាំទ្រវិស័យសិល្បៈខ្មែរច្បាស់ជាបានជ្រាបរួចមកហើយពីកិត្តិនាមរបស់អ្នកនាងមេងកែវពេជ្រចិន្តាដែលជាតារាចម្រៀងរីងច្បងដែលមានប្រជាប្រិយភាពរហូតមកទល់នឹងពេលបច្ចុប្បន្ននេះរាជិនីសំឡេងរូបនេះនៅតែអាចរក្សាបាននូវភាពល្បីល្បាញឈរជើងយ៉ាងរឹងមាំនិងក្តោបបានទីផ្សារសិល្បៈយ៉ាងក្រាស់ក្រែលមិនចាញ់សិល្បករចំនួនក្រោយនោះឡើយសំឡេងដ៏ក្រអូនក្រអៅរបស់គាត់នៅតែដក់ជាប់ក្នុងក្រអៅបេះដូងមហាជនប៉ុន្តែថ្ងៃនេះនាងខ្ញុំមិនមែនមកនិយាយពីភាពជោគជ័យលើវិថីសិល្បៈរបស់អ្នកនាងនោះទេតែនាងខ្ញុំសូមងាកទៅចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះជីវិតឯកជននិងគ្រួសាររបស់អ្នកនាងវិញម្ដងទស្សនិកជនដឹងទេថាបើទោះបីជាអ្នកនាងមេងកែវពេជ្រចិន្តាពាយឈ្មោះជាស្ត្រីមេម៉ាយត្រូវរ៉ាប់រងបន្ទុកគ្រួសារតែម្នាក់ឯងយ៉ាងណាក្ដីប៉ុន្តែពេលនេះអ្នកនាងកំពុងតែទទួលបាននៅក្តីសុខនិងសុភមង្គលយ៉ាងពិតប្រាកដដែលស្ត្រីជាម្ដាយគ្រប់រូបប្រាថ្នាចង់បានសុភមង្គលនោះគឺការចេញពីកូនប្រុសស្រីទាំងពីររូបរបស់អ្នកនាងគឺកូនប្រុសច្បងលោកមេងពេជ្ររតនៈនិងកូនស្រីពៅកញ្ញាពេជ្រចិន្តាសង្វាពេជ្រដែលអ្នកទាំងពីរកំពុងតែដើរតាមគំលងធ្វើជាកូនដ៏កតញ្ញូនិងជាទំពាំងស្នងឫស្សីដ៏រឹងមាំនាងខ្ញុំសូមជម្រាបជូនបន្ថែមថាកូនប្រុសទី2របស់រាជិនីសំឡេងរូបនេះមិនត្រឹមតែខិតខំប្រឹងប្រែងបន្តការសិក្សាចំណេះដឹងទូទៅទាំងក្នុងប្រទេសនិងក្រៅប្រទេសប៉ុណ្ណោះទេប៉ុន្តែពួកគេក៏បានបន្តការសិក្សាលើជំនាញតន្ត្រីនិងផ្នែកសិល្បៈដើម្បីបន្តវេនពីអ្នកម្ដាយផងដែរដោយឡែកអ្វីដែលជាចំណុចស្នូលនៃព័ត៌មានរបស់យើងនៅថ្ងៃនេះគឺផ្ដោតទៅលើកូនប្រុសច្បងរបស់អ្នកនាងគឺលោកមេងពេជ្ររតនៈលោករតនៈមិនត្រឹមតែមានរូបរាងសង្ហាទេតែលោកថែមទាំងមានដុងសិល្បៈនិងបានសិក្សាជំនាញផ្នែកតន្ត្រីតាំងតែពីវ័យកុមារមកម្លេះលោកធ្លាប់បានបញ្ចេញសមត្ថភាពប្រកួតទទួលបានពានរង្វាន់ជាទីមោទនភាពនៅឯក្រៅប្រទេសទៀតផងលើសពីនេះលោកបានធ្វើដំណើរទៅបន្តការសិក្សានៅឯប្រទេសបារាំងដែលជាប្រទេសជឿនលឿនមួយនៅអឺរ៉ុបប្រិមិត្តជាទីមេត្រីពេលវេលាចេះតែកន្លងផុតទៅក្រោយពីចាក់ចេញទៅសិក្សានៅឯប្រទេសបារាំងអស់រយៈពេលប្រមាណជា5ឆ្នាំថ្មីនេះលោកមេងពេជ្ររតនៈបានវិលត្រឡប់មកកាន់មាតុភូមិវិញដើម្បីជួបជុំគ្រួសារនិងថែមទាំងបានបង្ហាញវត្តមានយ៉ាងកក់ក្ដៅក្នុងកម្មវិធីសិល្បៈនានាជាមួយនឹងអ្នកម្ដាយផងដែរការវិលត្រឡប់នេះបានធ្វើឲ្យអ្នកនាងមេងកែវពេជ្រចិន្តាញញឹមបិទមាត់មិនចិត្តនោះទេប៉ុន្តែអ្វីដែលធ្វើឲ្យមហាជននិងអ្នកគាំទ្ររំជួលចិត្តនិងសម្ដែងការកោតសរសើរយ៉ាងខ្លាំងនោះគឺកាលពីថ្ងៃទី18ខែកក្កដាឆ្នាំ2026កន្លងទៅថ្មីនេះលោកមេងពេជ្ររតនៈបានបង្ហាញពីទឹកចិត្តកតញ្ញូដ៏ធំធេងចំពោះអ្នកម្ដាយដោយលោកបានសម្រេចចិត្តលះបង់សក់ចូលសាងភ្នោះប៊ូជាសាមណេរដើម្បីសងគុណអ្នកនាងមេងកែវពេជ្រចិន្តាតាមគន្លងព្រះពុទ្ធសាសនាតាមរយៈបណ្ដាញសង្គមរបស់អ្នកនាងមេងកែវពេជ្រចិន្តាបានបង្ហោះសាររៀបរាប់ពីអារម្មណ៍ពិតពីក្នុងបេះដូងរហូតធ្វើឲ្យអ្នកអានស្រក់ទឹកភ្នែកតាមដោយអ្នកនាងបានសរសេរយ៉ាងដូចនេះថាជ្រះថ្លាណាស់លោកកូនម្ដាយរំភើបចិត្តនិយាយមិនចង់ចេញឃ្លាដ៏ខ្លីនេះបង្កប់នៅអត្ថន័យជ្រាលជ្រៅដែលស្ត្រីជាម្ដាយទូទៅអាចយល់បានក្រោយពីប៊ូសបាន2ថ្ងៃអ្នកនាងមេងកែវពេជ្រចិន្តាក៏បានបង្ហោះសារបញ្ជាក់បន្ថែមពីសកម្មភាពប្រចាំថ្ងៃយ៉ាងកក់ក្ដៅថាលោកកូនរតនៈប៊ូសបាន2ថ្ងៃហើយថ្ងៃនេះញោមម៉ែញោមប្អូនយកភេសជ្ជៈនិងបច្ច័យអំពីវ៉ែនមកប្រគេនលោកកូនអរគុណប្អូនស៊ីអ៊ីនសម្រាប់ការមកចូលរួមប៊ូសលោករតនៈនិងបានប្រគេនបច្ច័យភ្ជាប់និស្ស័យបុណ្យកតញ្ញូផងសកម្មភាពនៃការរៀបចំយកចង្ហាន់ភេសជ្ជៈនិងបច្ច័យពីអ្នកគាំទ្រ
ទៅប្រកេនកូនប្រុសដែលកំពុងក្រងស្បង់ជីវរនេះបានឆ្លោះបញ្ចាំងពីសេចក្តីសុខផ្លូវចិត្តដែលមិនអាចកាត់ថ្លៃបានឡើយទស្សនិកជនជាទីគោរពមកដល់ចំណុចនេះនាងខ្ញុំសូមអនុញ្ញាតលើកយកទស្សនវិជ្ជានៃព្រឹត្តិការណ៍នេះមកធ្វើការវិភាគស៊ីជម្រៅបន្តិចថាតើហេតុអ្វីបានជារឿងរ៉ាវរបស់គ្រួសារអ្នកនាងម៉េងកែពេជ្រចិន្តាទទួលបានការចាប់អារម្មណ៍និងការសាទរយ៉ាងខ្លាំងពីមហាជនបែបនេះទី1តម្លៃនៃការអប់រំនិងការរក្សាអត្តសញ្ញាណជាតិយើងត្រូវដឹងថាលោកម៉េងពេជ្ររតនៈបានទៅរស់នៅនិងសិក្សានៅប្រទេសបារាំងដល់ទៅ5ឆ្នាំជាទូទៅយុវវ័យដែលទៅរស់នៅប្រទេសលោកខាងលិចរាប់ឆ្នាំបែបនេះងាយនឹងទទួលរងឥទ្ធិពលវប្បធម៌បរទេសហើយពេលខ្លះអាចនឹងមើលរំលងឬភ្លេចនៅប្រពៃណីទំនៀមទម្លាប់ដើមរបស់ខ្លួនប៉ុន្តែសម្រាប់លោករតនៈវិញលោកបានធ្វើឲ្យយើងឃើញថាការទទួលបានការអប់រំខ្ពស់ពីបរទេសមិនបានធ្វើឲ្យលោកបំភ្លេចចោលនៅឫសគល់ជាជនជាតិខ្មែរនិងព្រះពុទ្ធសាសនានោះទេការជ្រើសរើសយកការបួសសងគុណភ្លាមក្រោយត្រឡប់មកពីបរទេសគឺជាសក្ខីភាពបញ្ជាក់ថាលោកមានការយល់ដឹងស៊ីជម្រៅពីតម្លៃសីលធម៌ខ្មែរនេះគឺជាគំរូដ៏ល្អឥតខ្ចោះមួយសម្រាប់យុវជនជំនាន់ក្រោយដែលយើងតែងតែនិយាយថារក្សាចាស់ផ្លាស់ថ្មីពោលគឺទទួលចំណេះដឹងពីក្រៅតែមិនចោលប្រពៃណីជាតិទី2ភាពជោគជ័យពិតប្រាកដរបស់ស្ត្រីជាអ្នកម្ដាយតូល Single Mom សង្គមយើងបច្ចុប្បន្នការធ្វើជាម្ដាយតូលមិនមែនជារឿងងាយស្រួលឡើយជាពិសេសសម្រាប់សិល្បករនីដែលត្រូវមានភារកិច្ចមមាញឹកក្នុងការសម្ដែងដើម្បីរកចំណូលផងនិងត្រូវដើរតួជាឪពុកផងជាម្ដាយផងក្នុងការអប់រំកូនអ្នកនាងម៉េងកែពេជ្រចិន្តាបានបង្ហាញឲ្យឃើញពីភាពរឹងមាំរបស់ស្ត្រីខ្មែរភាពជោគជ័យដ៏ធំបំផុតរបស់អ្នកនាងនៅពេលនេះមិនមែនគ្រាន់តែជាការរក្សាបាននូវភាពល្បីល្បាញឬមានទ្រព្យសម្បត្តិស្ដុកស្ដម្ភនោះទេប៉ុន្តែគឺជាការចិញ្ចឹមកូនបានល្អកូនប្រុសស្រីមានចំណេះដឹងមានសីលធម៌និងមានសេចក្តីកតញ្ញូនេះហើយជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានដែលធ្វើឲ្យស្ត្រីមេម៉ាយគ្រប់រូបមានមោទនភាពនិងមានសេចក្តីសុខពិតប្រាកដ3អំណាចនៃសេចក្តីកតញ្ញូក្នុងផ្នត់គំនិតខ្មែរការបួសសងគុណគឺជាការតបស្នងសងគុណដ៏ខ្ពង់ខ្ពស់បំផុតដែលកូនប្រុសអាចធ្វើបានចំពោះមាតាបិតាទឹកភ្នែករបស់អ្នកនាងម៉េងកែពេជ្រចិន្តាដែលរំភើបរហូតនិយាយមិនចេញគឺតំណាងឲ្យការធូរស្បើយក្នុងចិត្តការអស់កង្វល់និងការរលាយបាត់នៅភាពហត់នឿយទាំងឡាយដែលអ្នកនាងបានលះបង់កន្លងមកសកម្មភាពរបស់លោករតនៈបានដាស់តឿនស្មារតីដល់យើងគ្រប់គ្នាថាទោះបីជាយើងរវល់ប៉ុណ្ណាជោគជ័យកម្រិតណាក៏មិនត្រូវភ្លេចអ្នកមានកូនដែរបានផ្ដល់កំណើតនិងការអប់រំដល់យើងនោះដែរសរុបមកនាងខ្ញុំជឿជាក់រឿងរ៉ាវរបស់លោកម៉េងពេជ្ររតនៈនិងអ្នកនាងម៉េងកែពេជ្រចិន្តានៅថ្ងៃនេះពិតជាបានផ្ដល់នូវភាពកក់ក្ដៅនិងសារអប់រំដ៏មានតម្លៃដល់ទស្សនិកជនក្នុងនាមជាអ្នកសារព័ត៌មាននាងខ្ញុំពិតជាមានក្តីរំភើបដែលបានចែករំលែកនូវព័ត៌មានដែលពោរពេញដោយថាមពលវិជ្ជមានបែបនេះ